ប្អូនដឹងទេមេម៉ាយចែកចេញជាពីរប្រភេទទី1ប្រភេទមេម៉ាយមានលុយហើយប្រភេទទី2ប្រភេទមេម៉ាយអត់លុយអាហ្នឹងគ្រាន់តែប្រាប់ដល់ប្រុសហ៎បើថាស្រឡាញ់មេម៉ាយខ្ញុំគិតថាគួរតែស្រឡាញ់មេម៉ាយដែលអត់លុយអាហ្នឹងសារដាស់តឿនណាមេម៉ាយអត់លុយចេះគិតចេះរៀបចំរឹតរងប្តីបានសពគ្រប់ល្អហ្មងតែបើយកមេម៉ាយមានលុយព្រាមចិត្តព្រាមកាយគាត់ប្រាប់ឲ្យដឹងទេរឹងចុយម៉ាយរឹងមានស្ដាប់ណាទេគាត់ប្រាប់ឯណាប្រាប់ឲ្យដឹងឮតែគេមិនយកថ្លៃទឹកដោះថ្លៃណាការអីនាំគ្នាហ្នឹងនាំគ្នាហ្នឹងគេនៅកាត់តាគេកាត់តាមវ័យក្មេងវ័យចាស់តាមអាយុខុសគ្នាសួស្តីបងប្អូនដឹងហ៎សម័យឥឡូវជីវិតដែលអត់រងសម្ពាធជីវិតអត់មាន stress ជីវិតដែលធ្វើឲ្យយើងរីករាយមិនឲ្យយើងគិតច្រើនជាជីវិតដែលគ្មានបំណុលជីវិតដែលគ្មានបំណុលជាជីវិតដែលល្អព្រោះសម័យឥឡូវពិបាករកលុយទោះបើសិនជាជីវិតយើងអត់មានបំណុលបើទោះជាបងប្អូនរកបានតិចយើងចាយតាមតិចបើបងប្អូនរកបានច្រើនអាហ្នឹងវាកាន់តែល្អអញ្ចឹងណាប៉ុន្តែជីវិតដែលល្អបំផុតអត់បំណុលហ្នឹងល្អបំផុតហើយដូចអូនចឹងណាអូនអត់មានបំណុលទេចឹងជីវិតអូនភេញចុះបងប្អូនវិញយ៉ាងម៉េចដែរសួស្តីបងប្អូនសុំសួរមួយបងប្អូនលេង TikTok រាល់ថ្ងៃគ្រាន់តែចង់បានបេះដូងច្រើនបានមកពីការ share សងគ្នាទៅវិញទៅមកចំណាយពេល share ទៅ share មកទាំងដែលវីដេអូរបស់យើងវាអត់សូវមានគុណភាពណាបងប្អូនចង់បានចឹងមែនក៏ប៉ិតយើងគួរតែខំប្រឹងធ្វើវីដេអូរបស់យើងល្អមិនល្អមិនដល់យើងខំប្រឹងធ្វើទៅឲ្យវាតាក់ទាញឬក៏ផ្ដល់ជាការអប់រំផ្លែងបែបជូតឲ្យគេឃើញយើងហើយគេស្រឡាញ់គេចង់ឲ្យបេះដូងយើងគេចង់ឲ្យខមមិនយើងចង់រាប់អានយើងចូលចិត្តយើងអាហ្នឹងបានគេហៅថាបេះដូងមានគុណភាពវីដេអូអញ្ចឹងណា